ក្បែរនឹងពេញយើងនេះទេក្នុងគ្រួ10អីគេលក់តែ2500ហើយដូចបាញ់ឆៅមកប្រទេសតែ3-3000ហើយមួយទេសភាពយ៉ែមានតលេហើយយើងអង្គុយក្រោមដើមឈើបើថាចង់ស្ទូចត្រីចង់អីក៏បានដែរនៅនេះហើយនៅកន្លែងគាត់នេះលក់ធូរថ្លៃមែនតើដូចថាចុងសប្តាហ៍យើងអាចនាំកូនមកលេងឬមួយក៏ពួកម៉ែអីចឹងណាកន្លែងរបស់គាត់នឹងមានឈ្មោះថាផ្កាមានគាត់លក់នៅខាងស្អាងអ្នកទាំងអស់គ្នាតែយើងជិះពីម្ពិញអីទៅអាចថាខ្ទង់កន្លះម៉ោងអីទេនៅកន្លែងគាត់ហ្នឹងគឺគាត់លក់ទៅលើនំគ្រក់មានបាញ់ឆៅមានអីចឹងហើយឥឡូវគាត់ទៅថែមទៀតដូចជាមានមន់ដុតមានអីដែរបើសិនអ្នកទាំងអស់គ្នាចង់ញ៉ាំចង់អីចឹងអាចទេកក់គាត់មុនខ្ទង់កន្លះម៉ោងឬមួយក៏1ម៉ោងអីចឹងទៅដោយសារអាហ្នឹងគាត់អត់បានត្រៀមទុកអីទេអញ្ចឹងមិនថាតើយើងកំងតើយើងអីចឹងបានគាត់ចាប់ផ្ដើមដាក់ឲ្យយើងថែមពីហ្នឹងដូចបាញ់ឆៅឬមួយក៏នំគ្រូអីចឹងនិយាយរួមទៅតើថាអ្នកទាំងអស់គ្នាហៅអីមិនគាត់ចាប់ផ្ដើមចាក់ឲ្យអ្នកទាំងអស់គ្នាភ្លាមដើម្បីឲ្យញ៉ាំទៅវានៅក្តៅអញ្ចឹងហើយនេះកន្លែងគាត់នៅពេលដែលអ្នកទាំងអស់គ្នាទៅដល់អីចឹងគឺគាត់មានតុកច្រើនមែនតើនៅជាប់នឹងមាត់ទន្លេនឹងហើយស្រេចថាអ្នកទាំងអស់គ្នាចង់ញ៉ាំបដាយកស្ទូចទៅស្ទូចត្រីនៅហ្នឹងបដាអីក៏បានដែរមិនថាដូចចុងសប្ដាហ៍បើថាយើងធ្វើការរៀងហត់ពេញមួយអាទិត្យអីដែរយើងអាចទៅអង្គុយនៅកន្លែងគាត់ស្រូបយកខ្យល់អាកាសស្ទូចត្រីស្ទូចអីទៅណាមួយក៏វាអាចជួយ release stress យើងបានមួយកម្រិតដែរអ្នកទាំងអស់គ្នាខ្ញុំអញ្ចឹងនៅពេលដែលទៅដល់កន្លែងគាត់ភ្លាមមានអារម្មណ៍ថារៀង fresh មែនតើអង្គុយញ៉ាំអីជាប់មាត់ទឹកមាត់អីអញ្ចឹងវារៀងប្លែកម្យ៉ាងដែរសម្រាប់ឥឡូវអីគាត់បានថែមម៉ឺនុយរៀងច្រើនគួរសមដែរដូចមានតាំងពីគួងមានកាហ្វេមានអីដូចកាហ្វេនេះអីគាត់ថាតែមិនបើកបានមួយអាទិត្យអីដែរទេហើយបើថានិយាយទៅលើតម្លៃទៀតខ្ញុំហ៊ាននិយាយថាធូរចឹងហ្មងដូចនំគ្រូអីក៏លក់10ទៅ2500អីហ្នឹងហើយដូចបាញ់ឆៅដូចអីបាញ់ឆៅក៏មកប្រទេសតែ3-3000អីដែរទេមួយវិញទៀតនៅកន្លែងគាត់ហ្នឹងគឺគាត់លក់លក្ខណៈគ្រួសារទេអត់មានជួលបុគ្គលិកជួលអីណាណីមកត្រូវចំណាយលុយប្រចាំខែទេអញ្ចឹងអានេះជាមូលហេតុដែលញ៉ៃគាត់លក់រៀងធូរថ្លៃតម្លៃសមរម្យអីចឹងហើយបើថាអ្នកទាំងអស់គ្នាទៅចំសៅរ៍អាទិត្យអីពេលខ្លះវាអាចនឹងមនុស្សច្រើនអញ្ចឹងទៅលើសវិសទៅលើអីវាមិនអាច100ល្អទាំង100ទេវាអាចចេះមានចន្លោះខ្វះខាតតិចតួចប៉ុន្តែបើសិនទៅពីច័ន្ទដល់សុក្រខ្ញុំនៅតែ recommend ថាឲ្យទៅអញ្ចឹងដោយសារអត់សូវមានមនុស្សអត់សូវយើងស្រួលក្នុងការញ៉ាំក្នុងការដើរលេងអញ្ចឹងសម្រាប់ទីតាំងរបស់គាត់ហ្នឹងមានឈ្មោះផ្កាមានបើសិនអ្នកទាំងអស់គ្នាជិះពីម្ពិញទៅដល់ស្ពានទី13នៅក្នុងស្រុកស្អាងគឺផ្ទះគាត់នៅជិតនឹងស្ពានទី13ហ្នឹងចូលតាមផ្លូវលំហ្នឹងឯងប៉ុន្តែអត់អីចាំខ្ញុំតម្លាក់ location លំអិតជូនប្រាប់អ្នកទាំងអស់គ្នានៅក្នុង comment ណាអរគុណច្រើនបាយបាយ